ជាដំបូងនាងខ្ញុំសូមគោរពជំរាបសួរទៅកាន់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាជាពិសេសសិស្សានុសិស្សដែលកំពុងតែសិក្សានៅក្នុងកម្រិតថ្នាក់ទី11នាងខ្ញុំឈ្មោះស៊ូមសុនិចថ្ងៃនេះដែរនាងខ្ញុំនឹងលើកយកពិសោធន៍មួយយកមកពិសោធន៍បង្ហាញដែលពិសោធន៍នោះស្ថិតនៅក្នុងជំពូកទី1មេរៀនទី1នៅក្នុងចំណុចសមាសធាតុអ៊ីត្រាតេហើយប្រធានបទពិសោធន៍ថ្ងៃនេះគឺនិយាយអំពីការដុតកម្ដៅសមាសធាតុអ៊ីត្រាតេដោយដែលបងប្អូនបានសិក្សារួចមកហើយថាសមាសធាតុអ៊ីត្រាតេគឺជាសមាសធាតុមួយដែលមានទឹកជាប្រភេទមួយនៅក្នុងរូបមន្តគីមីហើយសមាសធាតុអ៊ីត្រាតេចងភ្ជាប់ជាមួយនឹងអ៊ីយ៉ុងឬក៏ម៉ូលេគុលនៃសមាសធាតុមេនោះឧទាហរណ៍ដូចជាតុងដែងសូលផាតប៉ង់តាអ៊ីត្រាតេបារីយ៉ូមក្លរ៉ូឌីអ៊ីត្រាតេសង្កសីសូលផាតអបតាអ៊ីត្រាតេជាដើមសារៈសំខាន់នៃសមាសធាតុអ៊ីត្រាតេទី1គឺផ្ដល់និរន្តរភាពដល់សមាសធាតុទី2គឺប្រើសម្រាប់សាកល្បងគណនាគ្រីស្តាល់នៅក្នុងវិស័យឧស្សាហកម្មទី3គឺសម្គាល់សារធាតុតាមពណ៌ឬក៏លក្ខណៈគីមីទី4គឺប្រើសម្រាប់ទាញសំណើមចេញពីខ្យល់ទី5គឺប្រើនៅក្នុងកញ្ចប់ថ្នាំឬក៏គ្រឿងអេឡិចត្រូនិកដើម្បីទប់ស្កាត់សំណើមអញ្ចឹងនៅក្នុងពិសោធន៍នេះគឺមានគោលបំណងដើម្បីកំណត់រកចំនួនម៉ូលេគុលទឹកនៅក្នុងសមាសធាតុអ៊ីត្រាតេបានត្រឹមត្រូវតាមរយៈការធ្វើពិសោធន៍អញ្ចឹងមុននឹងឈានចូលទៅដល់ការពិសោធន៍នាងខ្ញុំសូមបង្ហាញនៅឧបករណ៍សម្រាប់ការពារមួយចំនួនទី1គឺយើងត្រូវពាក់ស្រោមដៃឲ្យបានត្រឹមត្រូវទី2យើងត្រូវពាក់អាវពិសោធន៍និងទី3គឺយើងត្រូវពាក់ម៉ាស់ជាបន្តទៅទៀតគឺនាងខ្ញុំនឹងបង្ហាញអំពីឧបករណ៍ក៏ដូចជាសារធាតុគីមីដែលចាំបាច់មួយចំនួនដែលប្រើប្រាស់នៅក្នុងពិសោធន៍នេះចំពោះឧបករណ៍ពិសោធន៍យើងមានដូចជាជើងទម្រដែលមានជើង3ចំនួន1បន្ទះអាមីញ៉ុងដែលយើងប្រើសម្រាប់ក្នុងការដុតកម្ដៅចានសម្ងួតចង្កៀងអាកុលដង្កៀបស្លាបព្រាសម្រាប់ដួសសារធាតុគីមីនិងជញ្ជីងអេឡិចត្រូនិកចំពោះសារធាតុគីមីគឺយើងមានម្សៅតុងដែងសូលផាតចាឥឡូវនេះយើងឈានចូលទៅដល់ការធ្វើដំណើរការពិសោធន៍តែម្ដងជំហានដំបូងយើងត្រូវថ្លឹងម៉ាស់របស់ម្សៅតុងដែងសូលផាតចំនួន2ស្លាបព្រាប៉ុន្តែមុននឹងថ្លឹងយើងត្រូវចុចលើជញ្ជីងឲ្យវាចេញលេខ0សិនមុននឹងយើងថ្លឹងឥឡូវនេះយើងចាប់ផ្ដើមដួសម្សៅតុងដែងសូលផាតចំនួន2ស្លាបព្រាដាក់ថ្លឹងទៅលើជញ្ជីងហើយយើងកត់ត្រាម៉ាស់របស់វាទុកយើងឃើញថាម៉ាស់របស់វាគឺមានចំនួន 4.54 ក្រាមជំហានបន្ទាប់គឺយើងត្រូវរៀបចំសម្ភារៈដើម្បីដុតកម្ដៅម្សៅតុងដែងសូលផាតដោយយើងដាក់បន្ទះអាមីញ៉ុងនៅលើជើងទម្រដែលមានជើង3បន្ទាប់មកទៀតគឺយើងដាក់ចង្កៀងអាកុលនៅខាងក្រោមជើងទម្រនោះដោយចង្កៀងអាកុលគឺយើងត្រូវបានបញ្ឆេះវាចាបន្តមកទៀតលើកម្សៅតុងដែងសូលផាតរបស់យើងដាក់ទៅលើបន្ទះអាមីញ៉ុងនោះរួចដុតកម្ដៅវាយើងត្រូវដុតម្សៅតុងដែងសូលផាតនេះរហូតដល់ប្រែពីពណ៌ខៀវទៅជាគ្មានពណ៌ក្រោយពីដុតកម្ដៅអស់រយៈពេល5នាទីក្រោយមកយើងសង្កេតឃើញថាពណ៌របស់ម្សៅតុងដែងសូលផាតរបស់យើងគឺវាបានបាត់ពណ៌បន្តិចហើយរួចយើងទុកម្សៅតុងដែងនោះឲ្យត្រជាក់សិនសឹមយើងថ្លឹងម៉ាស់របស់វាឃើញថាម៉ាស់របស់វាមានចំនួន 3.96 ក្រាមហើយយើងចាប់ផ្ដើមដុតកម្ដៅវារយៈពេល5នាទីបន្តទៀតបន្ទាប់ពីដុតកម្ដៅម្សៅតុងដែងរយៈពេល5នាទីជាលើកទី2យើងសង្កេតឃើញថាពណ៌ម្សៅតុងដែងរបស់យើងគឺវាបានប្រែពណ៌ពីពណ៌ខៀវមកជាគ្មានពណ៌កាន់តែខ្លាំងហើយយើងទុកម្សៅតុងដែងនោះឲ្យត្រជាក់បន្ទាប់មកគឺយើងយកវាទៅថ្លឹងម៉ាស់ម្ដងទៀតឃើញថាម៉ាស់របស់វាគឺថយចុះនៅសល់តែ 3.64 ក្រាមតែប៉ុណ្ណោះជំហានបន្ទាប់គឺយើងត្រូវតែបន្តដុតកម្ដៅម្សៅតុងដែងនេះបន្តទៀតរយៈពេល5នាទីមានន័យថាយើងដុតវាជាលើកទី3
ឃើញថាពណ៌ម្សៅទង់ដែងសូលផាតរបស់យើងគឺវាមានការប្រែពណ៌កាន់តែខ្លាំងជាងមុនចារួចហើយយើងទុកវាឲ្យត្រជាក់សិមយើងយកវាទៅថ្លឹងម៉ាស់ម្ដងទៀតឃើញថាម៉ាស់របស់វានៅពេលថ្លឹងម្ដងទៀតគឺថយម៉ាស់នៅសល់ត្រឹមតែ 3.18 ក្រាមយើងត្រូវបន្តដុតកម្ដៅម្សៅទង់ដែងសូលផាតយើងបែបនេះរហូតដល់យើងថ្លឹងម៉ាស់របស់វាមិនមានការប្រែប្រួលបន្ទាប់ពីយើងបានដុតកម្ដៅម្សៅទង់ដែងសូលផាតអស់រយៈពេល5នាទីជាលើកទី4យើងសង្កេតឃើញពណ៌នៅលើម្សៅរបស់ទង់ដែងសូលផាតគឺវាឡើងពណ៌សរួចយើងត្រូវទុកម្សៅទង់ដែងនោះឲ្យត្រជាក់សិនសិមយើងយកវាទៅថ្លឹងម៉ាស់ម្ដងទៀតឃើញថាម៉ាស់របស់វាគឺថយចុះនៅសល់ត្រឹមតែ 3.10 ក្រាមតែប៉ុណ្ណោះឥឡូវយើងត្រូវដុតកម្ដៅម្សៅទង់ដែងសូលផាតរបស់យើងម្ដងទៀតរួចសង្កេតមើលម៉ាស់នៅលើជញ្ជីងតើម៉ាស់របស់វាមានការប្រែប្រួលឬក៏វានៅថេរប្រសិនជាម៉ាស់របស់វានៅថេរយើងត្រូវបញ្ឈប់ការដុតកម្ដៅក៏លេចមកមើលពណ៌របស់ទង់ដែងសូលផាតរបស់យើងគឺវាកាន់តែប្រែពណ៌ពីពណ៌ខៀវទៅជាគ្មានពណ៌កាន់តែខ្លាំងរួចយើងទុកវាឲ្យត្រជាក់ហើយយើងថ្លឹងវាម្ដងទៀតចាសង្កេតឃើញថាម៉ាស់របស់វាគឺនៅសល់ 3.10 គឺវានៅថេរក្រោយអំពីពិសោធន៍ចាប់គឺយើងអាចគណនារកចំនួនម៉ូលេគុលទឹកនៅក្នុងសមាសធាតុអ៊ីដ្រាតេបានតាមរយៈម៉ាស់ម្សៅទង់ដែងសូលផាតដែលយើងបានកត់ត្រាអំបញ្ញមិញនេះអញ្ចឹងដំណើរការពិសោធន៍របស់នាងខ្ញុំក៏បានឈានមកដល់ទីបញ្ចប់ផងដែរជាចុងក្រោយនាងខ្ញុំក៏សូមអរគុណទៅកាន់លោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូពិសោធន៍របស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ចាសសូមអរគុណសូមជម្រាបលា